ជាដំបូងសូមគោរពលោកគ្រូខ្ញុំបាទឈ្មោះសួនផារិកមកធ្វើការបង្ហាញអំពីការ configure DHCP relay នៅលើ CentOS ជាមួយនឹងកម្មវិធី ENSP ដែលជារបស់ Huawei device ហើយយ៉ាមុនដំបូងគឺដើម្បីឈានចូលទៅដល់ការ config នៅ DHCP នៅលើ CentOS ជាដំបូងយើងត្រូវទៅ config ទៅលើ VMware សិនអញ្ចឹងជំហានដំបូងគឺយើងចូលទៅ Virtual Network Editor ហើយយើង select យក VMNet host only សិនអញ្ចឹងយើងចូលមក Virtual Network Adapter ដើម្បីធ្វើការឆែកនៅ setting តមកទៀតយើងចូលមកឆែក setting ហើយយើងចាំបន្តិចតមកទៀតយើងចូល host only អញ្ចឹងនៅពេលដែលយើងចុច host only យើងបំពេញ IP ក្នុងនេះក្នុងនេះមកហើយនឹង subnet មកហើយនៅពេលដែលយើងឃើញcheck នៅលើ use local DHCP service ហ្នឹងគឺយើង uncheck វាផងតមកទៀតយើងបំពេញ IP មកដែលជា IP network របស់ CentOS របស់យើងអញ្ចឹងចុច0ហើយនឹង /24 តពីរួចហើយយើងអាច click apply ហើយនឹង OK បានដោយសារខ្ញុំ config ហើយខ្ញុំសូមចុច cancel តមកទៀតគឺយើងធ្វើការ config ទៅលើ CentOS setting ដែលជា machine របស់យើងអញ្ចឹងមុនហ្មងយើងអត់តនេះទេយើងក៏អត់តបើក CentOS ទេយើងចូល click លើ mouse ស្ដាំលើ CentOS យើងចូល setting មកហើយបន្តមកទៀតយើងចូល network adapter យើងចូលមក custom ហើយយើង select យក VMNet ណាមួយដែលមានឈ្មោះថា host only ហ្នឹងមកតមកទៀតយើងអាចចុច OK បានតមកទៀតយើង start CentOS មកអានេះខ្ញុំ start រួចហើយអូខេអញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការ set up ទៅលើ connection របស់យើងដើម្បីភ្ជាប់ទៅ IP ដែលយើងបានដាក់មិញហ្នឹងអញ្ចឹងជំហានមុនហ្នឹងគឺយើងអាចធ្វើការអូខេនៅពេលដែលយើងវាយ NMCLI connection អញ្ចឹងយើងមាន interface connection របស់យើងគឺខ្ញុំមាន3ទី1គឺ Ethernet connection restrict ដែលនេះគឺយើងអាចបង្កើតថ្មីបានហើយមាន loopback មាន ENS33 អញ្ចឹងនៅកន្លែងនេះខ្ញុំនឹងធ្វើការប្រើ interface Ethernet connection restrict ដើម្បីជា CentOS ហ្នឹងហើយ route ទៅកាន់ធ្វើជា DHCP server ទៅកាន់ ENSP អញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការ set up ដាក់interface connection ដែលខ្ញុំចង់ដាក់ហ្នឹងអានេះគឺជាឈ្មោះរបស់វាយើងធ្វើការ modify វាដោយដាក់គេ IP address 192.192.2 IP មួយហ្នឹងគឺជា IP ដែលយើងធ្វើការដាក់ទៅឲ្យ CentOS ធ្វើជា DHCP server IP gateway គឺយើងបន្លែងចោលគឺយើងមិនដាក់ក៏បានដែរ DNS ដូចគ្នាហើយនេះគឺជាការធ្វើតាមរយៈ command ហើយយើងអាចធ្វើតាមរយៈ NMTUI ក៏បានដែរយើងចូល NMTUI ដើម្បី config តាមរយៈGUI និងចូល enter ចូល edit connection នៅកន្លែងនេះគឺយើងអាច edit connection របស់យើងបានយើងអាចដាក់ IP នេះ IP 102.2 gateway យើងអាចមិនទាន់បាច់ដាក់ក៏បានដែរ DNS server ក៏មិនបាច់ទាន់ add ទេពេលដែលហើយយើងអាចចុច OK ហើយយើងចេញមកវិញបានយើងចូលចេញ quit មកបាទអញ្ចឹងជំហានបន្ទាប់គឺយើងជំហានបន្ទាប់គឺយើងធ្វើការនៅ config នៅ DHCP នៅលើ CentOS របស់យើងអញ្ចឹងជំហានទី1គឺយើងធ្វើការ install ជាមួយនឹង DHCP server អញ្ចឹងនៅក្នុងនេះខ្ញុំបាន install រួចហើយដើម្បី check verify ថាវា install បានក៏អត់គឺយើងប្រើនៅ command rpm មួយហ្នឹងអញ្ចឹងយើង check មើលថាតើ CentOS របស់យើងបានinstall ហើយនៅDHCP server អញ្ចឹងនៅពេលយើងឃើញបែបនេះយើងឃើញ name DHCP server យើងមាន version 4.4.2 អញ្ចឹងយើងបាន install រួចហើយជំហានបន្ទាប់គឺយើងទៅធ្វើការ configuration ទៅលើយើង config ទៅលើ config DHCP អញ្ចឹងយើងនឹងធ្វើការទៅកែ file ឬក៏ទៅកែ file ទៅលើ DHCP config.connect នៅក្នុង etc DHCP directory ហ្នឹងអញ្ចឹងយើងអាចវាយ command នេះមកដើម្បីធ្វើការ config វាដល់ពេលដែលយើងវាយ command នេះហើយយើងអាចផាសជាមួយនឹងline ទាំងនេះបានដើម្បីធ្វើការ config វាដោយសារខ្ញុំបាន config វាហើយអញ្ចឹងខ្ញុំអត់បាច់នេះទៀតទេដែលនៅក្នុងនេះយើងមាន include ជាមួយនឹង domain name ខ្ញុំដាក់ read.com.student.kh មាន default list make list គឺជា second
ចឹងអានេះអាចបើសិនជាអត់មាន request នៅ release IP ទេចឹងវាអាចជា2ម៉ោងម្ដងដោយសារនេះ7200 second វាស្មើនឹង2ម៉ោងបើសិនជាគេ list មាន request ដើម្បី release IP ចឹងវា600វិនាទីដែលស្មើជាមួយនឹងអាចថា6នាទីហើយ authoritative ហ្នឹងដើម្បីប្រាប់ថាSNS ហ្នឹងគឺជា official DHCP server អូខេហើយ log facility local server អញ្ចឹងនៅពេលដែលវានឹងធ្វើការ write វានឹងការ write ជាមួយនឹងactivity ឬក៏ log file ចូលអំពី DHCP request DHCP discover អញ្ចឹងទៅវា write ចូលនៅក្នុង log file អញ្ចឹងយើងអាចចូលទៅ check នៅក្នុង var log បានហើយនេះគឺជាការ config ដើម្បីដាក់ IP ដើម្បីផ្ដល់ឲ្យ DHCP client អញ្ចឹងទីមួយគឺយើងមាន subnet ដែលជា network address អញ្ចឹងយើងឲ្យ network 101.0 អញ្ចឹង net mask របស់វា /24 ហើយ range របស់វាដែលយើងឲ្យ client នីមួយៗគឺ range ចាប់ពី10រហូតដល់50អញ្ចឹងវាមាន40 IP អញ្ចឹងទៅដល់ subnet mask /24 broadcast address 255ហើយនឹង default router ឬក៏ default gateway ហ្នឹងគឺ 101.1 domain name ហើយនឹង domain search គឺដូចគ្នាហើយនឹង domain name server គឺយើងដាក់8នេះគឺ google.com អញ្ចឹងទៅហើយឬក៏ 1.1.1 អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងផាសចូលហើយយើងអាចចេញមកវិញបានតមកទៀតយើងចង់ដឹងថាតើ DHCP ដែលយើង config មកហ្នឹងគឺវាដំណើរការអត់យើងអាចប្រើជាមួយនឹង command មួយហ្នឹងបានគឺ sudo DHCP d.c ហ្នឹងអញ្ចឹងយើងដោយសារខ្ញុំ config ហើយខ្ញុំធ្វើការតេស្តមើលថាតើfile DHCP.com មកហ្នឹងគឺវាដំណើរការអត់អញ្ចឹងយើងធ្វើការcommand sudo DHCP ចឹង file ដែលយើងទុកមិញគឺនៅក្នុង etc DHCP.com ហើយនៅពេលដែលយើង run command ហ្នឹងទៅគឺយើងឃើញថា internet system DHCP server អូខេអញ្ចឹងនៅពេលដែលឃើញបែបនេះបានន័យថា DHCP របស់យើងគឺ file ដែលយើង config មិញគឺវាដំណើរការហើយអញ្ចឹងវា success ហើយអញ្ចឹងយើងចូលទៅជំហានបន្ទាប់ទៀតគឺយើងត្រូវការ configure នៅ firewall អញ្ចឹងជាធម្មតាSNS របស់យើងវានឹងធ្វើការ block ជាមួយនឹង request packet នៅពេលដែល DHCP relay មកពី router នៅក្នុង ENSP វា request សុំ IP នៅ DHCP នៅ SNS របស់យើងគឺវានឹងធ្វើការ block by default មកអញ្ចឹងអ្វីដែលយើងដើម្បីការពារកុំឲ្យវា block គឺយើងត្រូវការ configure នៅ firewall ទៅជា public វិញអញ្ចឹងយើងត្រូវការ config ផាសនៅ command ទាំងអស់នេះទៅដោយសារខ្ញុំប្រើ interface ENS 33ចឹងហើយយើងត្រូវការបំលែយើងធ្វើ interface connection ENS 33ហ្នឹងឲ្យវាក្លាយទៅជា public អញ្ចឹងpermanent zone public ហើយ as service DHCP យើងប្រើ service DHCP ហើយយើងឲ្យវាជា public មកដើម្បីកុំឲ្យវា block request packet ពី DHCP request តទៅទៀតយើង reload មកអញ្ចឹងដល់ពេលដែលយើង configure firewall ហើយយើងត្រូវការ start ជាមួយនឹង DHCP server របស់យើងដោយ run នឹង command sudo systemctl enable now DHCPD ហើយយើង check នៅ setters របស់វានៅពេលដែលយើង run DHCP server ហើយយើងធ្វើការ check មើលថាតើ DHCP របស់យើងវា active អត់អញ្ចឹងខ្ញុំសូមធ្វើការ check មើល status DHCP របស់ខ្ញុំsystemctl status DHCPD no picker .l អញ្ចឹងយើងឃើញថា DHCP service របស់យើងគឺវា active វាកំពុងតែ running អញ្ចឹងមក DHCP របស់យើងនៅក្នុង SNS គឺវាដំណើរការហើយអូខេអញ្ចឹងយើងទៅចូលទៅ ENSP topology ម្ដងអញ្ចឹងនៅក្នុងនេះយើងមាន topology បែបនេះគឺយើងមាន cloud មួយដែលវាជា bridge សម្រាប់ជាប់ router ទៅកាន់ SNS របស់ខ្ញុំហើយយើងមាន router ដែលវាមាន interface Ethernet 000ហ្នឹងជា relay DHCP relay
ហើយចុះទៅកាន់ switch ហើយនឹង DSP ហើយនឹង PC client ហ្នឹងអញ្ចឹងជំហានដំបូងដល់ពេលដែលយើងបង្កើត topology នេះគឺយើង double click ទៅលើ cloud របស់យើងមុនដំបូងគឺវាអត់មានអីទេអញ្ចឹងមុនដំបូងគឺយើងធ្វើការអញ្ចឹងមុនដំបូងយើងធ្វើការយើងចូលមកមុនដំបូងគឺ double click លើ cloud មកចូលមកមុនដំបូងគឺបែបនេះអត់មានអីទេអញ្ចឹងហើយមុនដំបូងយើងធ្វើការ add port មួយ UDP ហើយយើងជ្រើសយក add port មួយទៀតគឺយើងយក VMware យើងយក SAN-OS របស់យើងដែលយើងចំណាំបានថាយើងប្រើប្រាស់ IP 100.1.1 អញ្ចឹងយើងជ្រើសយក VMnet 1ហ្នឹងមកតមកទៀតយើងចុច add មួយទៀតហើយខាងក្រោមនេះគឺយើងយក remote server យើងយក2ហើយ two way channel ចុច add មួយទៀតអញ្ចឹងយើង config cloud ប៉ុណ្ណឹងបានហើយយើងភ្ជាប់មក router របស់យើងវិញអញ្ចឹងជំហានបន្ទាប់គឺយើងធ្វើការ config router ដើម្បីឲ្យវាមាន DHCP relay ក៏ដូចជាការដាក់ IP ទៅលើ interface របស់វាហើយនឹង config switch ដែលមាន command នៅខាងក្រោមនេះអញ្ចឹងទីមួយគឺ config router នេះគឺជា command អឺដែលខ្ញុំបាន config គឺទីមួយគឺយើងធ្វើការ enable DHCP ដែលប្រើប្រាស់នៅ DHCP enable ហើយយើងចូលទៅកាន់ interface gigabit 01ហ្នឹងដើម្បីដែលវាភ្ជាប់ទៅកាន់ cloud ហ្នឹងហើយយើងដាក់ IP របស់វាដែលជា network រួមជាមួយនឹង SAN-OS របស់យើង102.1 អញ្ចឹងវាជា default gateway ហើយចូលទៅកាន់ interface 0ហ្នឹងដែលចូលទៅកាន់ switch វាដើរតួជា DHCP relay អញ្ចឹងហើយវាមាន IP network ផ្សេងគ្នាគឺ101.1ឥឡូវគឺ102.1ហើយក្នុងដើម្បី config DHCP relay បានគឺយើងប្រើ command បែបនេះនៅក្នុង Huawei device គឺវាខុសគ្នាពី Cisco device អញ្ចឹងហើយ command របស់វាក៏ប្រើខុសៗគ្នាដែរអញ្ចឹងដើម្បី enable relay DHCP relay គឺយើងប្រើ DHCP select relay DHCP relay server IP គឺ server IP របស់វាគឺជា IP របស់ SAN-OS របស់យើងហើយ undo shutdown មកតមកទៀតគឺយើង save មកហើយចូលមកកាន់ switch យើងធ្វើការ config នៅ access port មកនៅ interface Ethernet មុនដំបូងគឺយើងបង្កើត VLAN មួយសិន VLAN batch 101ហ្នឹង101ហើយយើងចូលមកកាន់ interface ដែលភ្ជាប់ទៅកាន់ router គឺយើងប្រើនៅ port access port អញ្ចឹងដើម្បី configure access port នៅក្នុង Huawei device គឺយើងប្រើ port link type access ហើយ port default VLAN 101ហើយ undo shutdown មកហើយយើងចូលដើម្បីឲ្យកុំព្យូទ័រឬក៏ PC client ហ្នឹងទទួលបាន IP បានគឺយើងធ្វើការ configure នៅ link ឬក៏ port នីមួយៗដែលភ្ជាប់ទៅកាន់ PC ទាំងហ្នឹងគឺយើងចូលទៅកាន់ port ដូចជា PC1 អញ្ចឹងវាជាប់ទៅកាន់ port Ethernet 002អញ្ចឹងហើយយើងធ្វើការ comport នៅ configure នៅ access port ដូចគ្នាហើយដាក់ VLAN របស់វាគឺដើម្បីឲ្យវាទទួលបាន IP បានអញ្ចឹងនៅក្នុងនេះខ្ញុំបាន config រួចហើយអញ្ចឹងខ្ញុំសូមតេស្តមើលថាតើវាអាចទទួលបាន IP ឬអត់អូខេអញ្ចឹងដើម្បីនេះបានមុនដំបូងគឺយើងចូលមកកន្លែងនេះ basic config tab ហើយយើងមុនដំបូងគឺវាចេញជា static បែបនេះដើម្បីឲ្យវាទទួល IP DHCP គឺយើងចុច click លើ DHCP មកហើយយើងចុច click apply តមកទីយើងប្រើនៅ command ចូលមក command ដើម្បី IP config អូខេអញ្ចឹងដោយសារតែនេះខ្ញុំធ្លាប់បាននេះហើយអញ្ចឹងវាមាន IP ស្រាប់អញ្ចឹងយើងដើម្បីទទួលបាន IP ថ្មីយើងចូលខ្ញុំសូមចូលមក PC មួយទៀតដែលខ្ញុំអត់ទាន់បាន config វាអញ្ចឹងយើងចូល DHCP ហើយយើង apply អូខេអញ្ចឹងវាអត់ទាន់ទទួលបាន IP ទេអញ្ចឹងយើងធ្វើការ IP config release IP config renew ដើម្បីទទួលបាន IP DHCP ថ្មីអញ្ចឹងវានឹងធ្វើការ request ទៅយក IP ពី SAN-OS របស់យើង cannot can find DHCP server អអូខេ display IP អញ្ចឹងវាអត់អស់ហើយអូ
ដោយសារខ្ញុំអត់ទាន់បាន config នៅលើ switch ហ្នឹងទេអញ្ចឹងយើង config access port ឲ្យវាមកអញ្ចឹងនៅអឺនៅ port Ethernet 004គឺយើងអត់ទាន់បាន config នៅ access port ទេអញ្ចឹងជំហានដើម្បីឲ្យវាទទួលបាន IP គឺយើង config នៅ access port វាសិនអញ្ចឹងចូល system view ហើយចូលទៅ interface Ethernet 004 port link port link access port default VLAN អូខេនៅពេលដែលយើង configure port port access បានហើយយើងត្រូវការ request នៅ IP ម្ដងទៀតអូខេអញ្ចឹងយក IP config renew មកនេះអញ្ចឹងវាទទួលបាន IP ហើយអញ្ចឹង IP របស់វាគឺ192 108 101.38ដែលវាស្ថិតនៅចន្លោះ range ពី10ទៅដល់50ដែលយើងបាន config ហ្នឹងអញ្ចឹងយើងឃើញថាDHCP relay របស់យើងគឺវាដំណើរការរួចហើយហើយបើសិនជាយើងចង់ ping ទៅ standard OS របស់យើងគឺយើងអាចping ទៅបានអូខេអញ្ចឹង ping ទៅ standard OS ក៏វាស្គាល់ដែរអញ្ចឹងមានន័យថាIP route ក៏វាស្គាល់DHCP relay ក៏វាទទួលបាន IP ពី DHCP server ផងដែរអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ